ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំលើករឿងព្រេងមកពុកនៅភ្នំ1005កាលពីឆ្នាំ8ជាងដោយរឿងនេះខ្ញុំបានដឹងពីលោមពីលោកអ៊ុំសានដែរទេតែអ៊ុំសានហ្នឹងគាត់បាននិយាយរឿងដែលពាក់ព័ន្ធជាមួយនឹងភ្នំ1005និងមិត្តភក្តិរបស់គាត់ម្នាក់គាត់ថាកាលពីដើមឡើយហ្នឹងគាត់ជាមិត្តមានមិត្តភក្តិម្នាក់ឈ្មោះលោកអ៊ុំធាដែលរស់នៅក្នុងភូមិជិតគ្នាហ្នឹងដោយថ្ងៃមួយលោកអ៊ុំធាហ្នឹងក៏បានមកបបួលលោកអ៊ុំពុតលោកអ៊ុំសានហ្នឹងទៅដើរលេងតែព្រៃភ្នំជាមួយគាត់ដោយលោកអ៊ុំសានគាត់បាននិយាយថាគាត់ទៅជីភ្នំគាត់ទៅបានប៉ុន្តែបើឡើងទៅភ្នំទៅលើភ្នំគាត់អាចជិះទៅទេព្រោះអីភ្នំ1005នេះចាស់បុរាណគេដឹងឮថានៅក្នុងភ្នំ1005គឺវាមានសត្វសាហាវនិងមានខ្មោចមានព្រាយវិសាចជាច្រើនអញ្ចឹងគាត់អត់ហ៊ានឡើងទេព្រោះគាត់អត់ចេះអីសោះហើយលោកធានគាត់ថាគាត់ដូចមិនសូវជឿសោះព្រោះអីលោកធានគាត់ជាមនុស្សដែលអត់ជឿលើអបិយជំនឿទេរឿងអបិយជំនឿរឿងអីហ្នឹងគាត់អត់ជឿទេដែលលោកអ៊ុំសានហ្នឹងគាត់ជឿខ្លះក៏អត់ខ្លះតែគាត់ថាខ្ញុំស្គាល់បើអញ្ចឹងទៅឯងស្គាល់លោកតាម្នាក់គាត់ឈ្មោះលោកអ៊ុំបុតគាត់ឈ្មោះតាបុតហ្នឹងគាត់ជាចាស់ទឹកជាចាហើយក៏ជាព្រានព្រៃជើងចាស់នៅក្នុងភូមិនឹងដែរព្រោះឯគាត់ជាបុរសពុំម៉ាយទេគាត់រស់នៅតែម្នាក់ឯងមានពេលខ្លះហ្នឹងគាត់ឡើងទៅភ្នំ1005ហ្នឹងគាត់ឡើងទៅ4-5យប់អីហ្នឹងមិនគាត់វិលមកវិញហើយក៏តាមសង្កេតមើលភាគច្រើនអ្នកបរបាញ់សត្វដែលហ៊ានឡើងទៅភ្នំ1005ហ្នឹងគាត់ថាអត់មានអ្នកឡើងហើយវិលមកវិញបានទេគាត់ថាអ្នកដែលហ៊ានឡើងទៅវិញឡើងទៅហើយវិលមកវិញបានតែឡើងទៅ5នាក់មកវិញបានតែ2នាក់អីហ្នឹងទេហើយលោកសានក៏បាននិយាយរឿងដែលពាក់ព័ន្ធជាមួយភ្នំ1005ហ្នឹងព្រោះគាត់ដឹងខ្លះពីពុកម្ដាយឪពុករបស់គាត់ដែរដោយថាចាស់គាត់ពីដើមគាត់តែងតែនិយាយប្រាប់គាត់ថាអ្នកបរបាញ់ភាគច្រើនហ៊ានឡើងទៅជាជើងភ្នំអីទីជួយអីហ្នឹងគាត់ថាបាញ់យកសត្វអស់គាត់ថាមិនបាច់ចាំឡើងទៅដល់ណាដល់ហ្នឹងទេព្រោះអីភ្នំហ្នឹង